ជំរាបសួរប្រិមិត្តទស្សនិកជនជាទីគោរពស្រឡាញ់រាប់អានបាទថ្ងៃនេះដែរខ្ញុំលើកប្រធានបទមួយដើម្បីយកមកអត្ថាធិប្បាយពុកម៉ែបងប្អូនណាដោយមួយរយៈនេះខ្ញុំឃើញតាមបណ្ដាញសង្គមទំនាក់ទំនង Facebook បានបង្ហោះចែកចាយនៅវីដេអូជាច្រើនដែលមានជនខកហូចឬមួយក៏ជាជនឆបោកបានទំនាក់ទំនងទៅរកពួកគាត់អះអាងសំអាងខ្លួនឯងលោកគ្រូធនាគារនេះធនាគារនោះដើម្បីឆបោកតាមដែលអាចធ្វើបានបាទអញ្ចឹងខ្ញុំសូមអំពាវនាវដល់បងប្អូនយើងទាំងអស់គ្នាឲ្យមានការប្រុងប្រយ័ត្នពេលដែល transfer លុយឬមួយក៏ធ្វើអ្វីមួយដែលពួកខលខូចនឹងជនឆបោកនោះបានបញ្ជាឬមួយក៏បានណែនាំឬមួយក៏តម្រូវឲ្យបងប្អូនធ្វើតាមរបស់ពួកគាត់អញ្ចឹងសូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យមែនតែនព្រោះឃើញច្រើនករណីណាស់មួយរយៈនេះខ្ញុំតាមដានព័ត៌មានជារៀងរាល់ថ្ងៃអញ្ចឹងសូមបងប្អូនយើងមានការប្រុងប្រយ័ត្នមែនតែនកុំចាញ់បោកពួកនោះហើយជាចុងក្រោយខ្ញុំក៏ទទូចស្នើសុំដល់ក្រសួងមហាផ្ទៃដល់នាយកដ្ឋានប្រឆាំងបច្ចេកវិទ្យានិងក្រសួងស្ថាប័នពាក់ព័ន្ធពិសេសនោះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់សូមមេត្តាស្រាវជ្រាវនិងពិនិត្យវែកមុខរោគជនល្មើសទាំងអស់នោះដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បាទព្រោះយើងឃើញថាលេខទូរស័ព្ទទាំងអស់ពេលដែលយកមកប្រើប្រាស់សុទ្ធតែទិញដោយប្រើអត្តសញ្ញាណប័ណ្ណបាទអញ្ចឹងយើងអាចស្រាវជ្រាវតាមលេខទូរស័ព្ទតាមក្រុមហ៊ុនបានព្រោះដោយសារលេខទិញមួយត្រូវតែមានអត្តសញ្ញាណប័ណ្ណឥឡូវនេះបាទអញ្ចឹងព្រោះខ្ញុំក៏ទិញលេខថ្មីដែរអញ្ចឹងគេទាមទារអត្តសញ្ញាណប័ណ្ណឲ្យត្រូវ scan មុខយើងទៀតទើបយើងបានលេខមកប្រើប្រាស់អញ្ចឹងហាក់បីដូចជាស្រួលក្នុងការវែកមុខរកជនល្មើសតាមប្រព័ន្ធលេខបាទហើយឬមួយក៏តាមប្រព័ន្ធធនាគារបាទតាមប្រព័ន្ធធនាគារនីមួយដែលបាន transfer លុយចេញចូលអញ្ចឹងមានតែសង្ឃឹមយ៉ាងមុតមមទៅដល់ថ្នាក់ដឹកនាំនិងដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់និងបងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ដើម្បីវែកមុខជនឆបោកជនខខូចយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បាទសូមអរគុណសូមគោរពលា